เปรียบสวัสดิ์เพลงสดเปรียบสวัสดิ์เพลงสดមានបងប្អូនយើងណាខ្លះដែលកំពុងតែជួបបញ្ហាមួយនេះគឺរាល់ពេលដែលយើងហៅបទចម្រៀងឬវីដេអូផ្សេងៗនៅលើ YouTube គឺវាតែងតែមានមនុស្សស្រីនិយាយតាមក្រោយយើងរហូតដូច្នេះបើសិនជាបងប្អូនកំពុងតែជួបបញ្ហាមួយនេះតោះមកដឹងពីដំណោះស្រាយជាមួយខ្ញុំតោះអញ្ចឹងជំហានដំបូងយើងចូលមកក្នុង setting ទូរស័ព្ទដៃ Android របស់យើងបាទភាសាភាគច្រើនគឺវាជាប់តែនៅលើ Android ទេអញ្ចឹងយើងអូសរបាខាងលើមកឃើញសញ្ញាកងចាក់យើងចុចសញ្ញាកងចាក់មកបាទឃើញកន្លែងណាចុចកន្លែងហ្នឹងបាទចុចមកបន្ទាប់មកទៀតបងប្អូនត្រូវដូរភាសាមកភាសាអង់គ្លេសសិនបាទការបដូរភាសានេះគឺវាទៅតាមប្រភេទទូរស័ព្ទទៅតាម version ទៅទៀតអញ្ចឹងអាចថាវាខុសគ្នាពីការបង្ហាញរបស់ខ្ញុំអញ្ចឹងណាបាទតែបងប្អូនព្យាយាមដូរភាសាទៅភាសាអង់គ្លេសមកសម្រាប់ទូរស័ព្ទដៃរបស់ខ្ញុំគឺ Honor អញ្ចឹងខ្ញុំចុចកន្លែង system បាទ Honor នេះវាដូចជាភាសាខ្មែរក៏មិនចំភាសាខ្មែរពេញដែរបាទដាក់ភាសាខ្មែរប៉ុន្តែវាលាយអង់គ្លេសខ្លះអូខេបន្ទាប់មកខ្ញុំដូរភាសាបាទយកភាសាដូរដាក់ភាសាអង់គ្លេសសិនដើម្បីងាយស្រួលស្វែងរកកន្លែងដែលយើងត្រូវដោះហ្នឹងណាបន្ទាប់មកខ្ញុំយើងដូរមកភាសាខ្មែរវិញបាទអូខេខ្ញុំដូរមកភាសាអង់គ្លេសរួចហើយអញ្ចឹងបន្ទាប់ពីយើងបដូរភាសារួចហើយយើងចុចថយមកចុចថយទៀតបាទថយរហូតបាទថយមកដល់កន្លែងនេះយើងចុចកន្លែងពាក្យថា search នេះបាទចុចកន្លែង search នឹងមកហើយយើងសរសេរមកបាទយើងសរសេរពាក្យថា spec បាទ S P W E C H បាទ spec អញ្ចឹងវា load ពាក្យថា text to speech ហើយអូខេយើងចុចកន្លែងហ្នឹងមកអូខេបន្តមកទៀតដល់កន្លែងនេះបាទកន្លែងនេះយើងត្រូវចុចកន្លែងសញ្ញាអក្សរ I នេះបាទយើងចុចសញ្ញាអក្សរ I សម្រាប់ទូរស័ព្ទខ្លះវាលោតសញ្ញាកងចាក់អីចឹងទៅយើងចុចតាមហ្នឹងមកតាមប្រភេទទូរស័ព្ទតាម version អញ្ចឹងណាវាខុសៗគ្នាអញ្ចឹងយើងចុចកន្លែងហ្នឹងមកបន្តមកទៀតកន្លែង language កន្លែងភាសានេះយើងចុចកន្លែងភាសាហ្នឹងមកបាទអញ្ចឹងកន្លែងភាសាហ្នឹងបើសិនជាវាលោតភាសាខ្មែរយើងដូរមកភាសាអីក៏បានដែរឲ្យតែក្រៅពីភាសាខ្មែរគឺយើងអាចដូរបានទាំងអស់អូខេអញ្ចឹងខ្ញុំដាក់ភាសាខាងក្រោមនេះភាសាឥណ្ឌាតែហ្មងទៅបាទអញ្ចឹងចំពោះការផ្លាស់ប្ដូរពីភាសាខ្មែរទៅភាសាផ្សេងនេះដើម្បីកុំឲ្យវាប្រើភាសាខ្មែរនិយាយតាមក្រោយយើងអញ្ចឹងណាបើសិនជាយើងដាក់ភាសាផ្សេងវាអត់និយាយតាមក្រោយយើងទេអាហ្នឹងជាហេតុផលដែលយើងត្រូវបដូរពីភាសាខ្មែរទៅភាសាផ្សេងអូខេតែប៉ុណ្្នឹងទេបាទយើងចុចថយវិញមកចុចថយរហូតមកយើងទៅដូរភាសាវិញបាទខ្ញុំដូរភាសាដាក់ភាសាខ្មែរវិញសិនអូខេភាសាខ្មែរសិនបាទឥឡូវខ្ញុំដូរភាសាខ្មែររួចរាល់ហើយតែប៉ុណ្្នឹងទេយើងចុចបិទមកអូខេឥឡូវយើងចុចបើក YouTube សាថ្មីបាទប៉ុន្តែបើសិនជាយើងទៅតែដូរភាសាថ្មីអញ្ចឹងយើងអាច clear កម្មវិធី YouTube នឹងចោលសិនមកបាទហើយយើងចាំយើងបើកសាថ្មីបាទយើងបើក YouTubeហើយយើងសាកហៅទាំងអស់គ្នាបាទប្រៀបសុវត្ថិភ្លេងសតបាទឃើញហើយវាឡើងលើសំឡេងនិយាយតាមពីក្រោយយើងទៀតហើយអូខេអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយដល់បងប្អូនយើងដែលកំពុងតែជួបបញ្ហានេះផ្ទាល់ហើយបើសិនជាបងប្អូនធ្វើទៅវាអត់ដូចអ្វីដែលខ្ញុំបង្ហាញទេខ្ញុំសូមអធិស្ឋានផងដោយសារតែទូរស័ព្ទ Android មិនថា Android ឬក៏ iPhone វាខុសៗគ្នាទៅតាម version ទៅតាមស៊េរីទូរស័ព្ទ
một đài tôi sập này mùi chẳng hết nè bà chẳng mà xin chi bằng phone phơ tam hỏi ban mình bán bằng phone ai comment prap nhom đăng phóng thì bà xin chi video này miền phải giáo so bằng phone complete chụp bị chưa được có subscribe channel bao nhiêu mình nè môi phóng hay bà xin chi ách bằng phone ai share video này từ can bằng phone riêng rồi tiệt ở cột bàn mờ phóng ốc côn